អ្នកដែលថាខ្ញុំបានតែបញ្ចូលសម្លេងអត្ថប្រយោជន៍មិនចេះធ្វើអីថ្ងៃនេះមកមើលខ្ញុំធ្វើលហុងក្លុក barbecue ម្ដងមើលចេញធ្វើវីដេអូម្ដងចេញធ្វើម្ហូបម្ដងធ្វើឲ្យប្លែកខុសគេហ្មងគេថាមនុស្សកំតាន់អាមើលងាយមនុស្សណាគេមិនតាន់ចេញធ្វើដៃធ្វើអីកំតាន់អាមើលងាយគេថ្ងៃនេះចេញធ្វើឲ្យប្លែកខុសគេហ្មងអ្នកទាំងអស់គ្នាប្រហែលជាមិនជឿលហុងយើងអាចយកមកបំពងហើយយកទៅក្លុកជាមួយនឹង barbecue បានដូចដំឡូងបារាំងអញ្ចឹងបើសិនជាបងមិនជឿមករៀនធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាគឺប៉ាកូនបឺតជាអ្នកធ្វើដោយផ្ទាល់ដៃតែម្ដងថតខ្លួនឯងធ្វើម្នាក់ឯងថតម្នាក់ឯងបញ្ចូលសម្លេងម្នាក់ឯងសម្រាប់លហុងគឺយើងយកលហុងចាស់កុំខ្ចីពេកហើយក៏កុំទុំពេកមកចាស់ល្មមណាអ្នកនរគ្នានេះលហុងសល់ពីបុកលហុងកាពីម្សិលមិញយើងយកវាមកចាត់ជាចំណិតបែបនេះចឹងមកដោយបងឃើញនៅក្នុងវីដេអូខ្ញុំចាត់ឲ្យមើលចឹងណាខ្ញុំអាចធ្វើម្នាក់ឯងបានណាផលិតវីដេអូអត់ចាំបាច់ដល់មានគ្នា2 3នាក់ទេតាមម្នាក់ឯងក៏យើងអាចធ្វើវីដេអូផលិតវីដេអូបង្ហោះរលុយនៅក្នុង Facebook បង្ហោះរលុយនៅក្នុង YouTube បានដូចគ្នាបន្ទាប់ពីយើងចាត់វាជាបន្ទះរួចហើយគឺយើងចាត់វាជាចំណិតល្មមចិត្តកុំឲ្យមកក្រាស់ពេកកុំឲ្យមកស្ដើងពេកមកល្មមណាអ្នកនរគ្នាដូចបងឃើញនៅក្នុងវីដេអូនឹងចឹងនេះដែលខ្ញុំលើកឲ្យមើលចឹងណាចិត្តវាមកល្មមមកប៉ាត់ហ្នឹងមកកុំឲ្យក្រាស់ពេកក៏កុំឲ្យស្ដើងពេកបន្ទាប់ពីយើងចាត់លហុងរួចរាល់ហើយយើងចាប់ដើមដាក់ដាំទឹកវិញម្ដងហើយទឹកយើងចង់ដាក់ប៉ុន្មានក៏បានដែរប៉ុន្តែទឹកពុះណាចាំយើងយកលហុងមកដាក់ចូលអ្នកនរគ្នាទឹកយើងពុះចាំយើងដាក់លហុងចូលសម្រាប់ចំណិតលហុងយើងចាត់ប៉ុណ្ណឹងកុំឲ្យធំពេកក៏កុំឲ្យតូចពេកមកល្មមដូចដំឡូងបារាំងចឹងអ្នកនរគ្នាឥឡូវទឹករបស់យើងគឺចាប់ដើមពុះហើយយើងដាក់ចំណិតលហុងរបស់យើងចូលហើយរំងាស់ជាមួយនឹងទឹកកំពង់ពុះនឹងរយៈពេល8នាទីធ្វើយ៉ាងម៉េចកុំឲ្យលើ8នាទីតែបើសិនជាបងដាក់លហុងច្រើនអាហ្នឹងយើងកំណត់នាទីទៅតាមហ្នឹងមើលលហុងមកឆ្អិនល្មមកុំឲ្យឆ្អិនពេកណាបើសិនជាលហុងរបស់យើងឆ្អិនពេកលហុងរបស់យើងទន់ខ្លាំងយកមកបំពងអត់សូវជាស្រួយហើយក៏មិនសូវជាមានរសជាតិឆ្ងាញ់ដែរវាថារៀងទន់ពេកវារៀងឡែកអស់អញ្ចឹងណាអ្នកនរគ្នាកុំឲ្យឆ្អិនពេកបន្ទាប់ពីយើងស្ងោរលហុងបានឆ្អិនរួចរាល់ហើយយើងយកមកប្រឡាក់ជាមួយនឹងម្សៅស្រួយសញ្ញាយិនហុងជាផលិតផលរបស់ខ្មែរយើងណាអ្នកនរគ្នាសញ្ញាយិនហុងម្សៅស្រួយប្រភេទនេះប្រើល្អរបស់គេដែរតាយើងចាក់ចូលមកល្មមបើលហុងយើងច្រើនយើងដាក់ច្រើនបើលហុងយើងតិចយើងដាក់បន្តិចមកល្មមមកបានហើយចាក់ម្សៅស្រួយចូលក្នុងចានកធន់មួយរួចរាល់ហើយយើងដាក់លហុងរបស់យើងចូលហើយយើងចាប់ផ្ដើមកូរលហុងនឹងឲ្យចូលជាមួយនឹងម្សៅស្រួយបន្តិចយើងក្លុកបែបនេះក៏បានដែរបានម្សៅស្រួយរបស់យើងនឹងជាប់ជាមួយនឹងលហុងល្អអ្នកនរគ្នាតែប៉ុណ្ណឹងមកបានមិនឲ្យជាប់ច្រើនពេកទេបើជាប់ម្សៅច្រើនពេកវាមិនសូវជាឆ្ងាញ់ប្រហែលតែជាប់មកល្មមមកបានហើយយើងចាប់ផ្ដើមដាក់ខ្ទះដាក់ខ្លាញ់ដើម្បីបំពងលហុងរបស់យើងនេះស្នាដៃរបស់ប៉ាកូនបឺតធ្វើវីដេអូឲ្យបងអ្នកគ្នាមើលម្ដងមិនដឹងជាមានអ្នកមើលអត់ទេអ្នកនរគ្នាមើលតែខ្លាញ់របស់យើងចាប់ផ្ដើមក្តៅហើយយើងដាក់ចំណិតលហុងរបស់យើងចូលតែម្ដងហើយបើកភ្លើងកណ្ដាលកុំបើកភ្លើងខ្លាំងពេកកុំតិចពេកហើយកុំបើកខ្លាំងពេកយើងបើកមកល្មមតែម្ដងកុំបើកខ្លាំងពេកទេតែបើកខ្លាំងពេកគឺវាខ្លោចលឿនយើងប្រើរយៈពេលបំពងប្រហែលជា10ទៅ15នាទីទៅចំណិតលហុងរបស់យើងចាប់ផ្ដើមតែឡើងលើបែបនេះអាហ្នឹងចំណិតលហុងរបស់យើងគឺចាប់ដើមឆ្អិនណាអ្នកនរគ្នាយើងអាចបំពងវារៀងក្រហមជាងនេះបន្តិចក៏បានឬតែប៉ុណ្ណឹងក៏បានដែរតែបំពងឲ្យវារៀងក្រហមរៀងឡើងលឿងបន្តិចទៅអាហ្នឹងមើលមកតំណងដូចដំឡូងបារាំងចឹងមើលតែចំណិតលហុងរបស់យើងចាប់ដើមឆ្អិនហើយចាប់ដើមរៀងឡើងលឿងស្អាតហើយអ្នកនរគ្នាយើងស្រង់វាយកមកទុកឲ្យរៀងស្រក់ខ្លាញ់បន្តិចចាំយើងយកទៅក្លុកជាមួយនឹងអំបិល barbecue នេះគេហៅថាអំបិល barbecue តែភាគច្រើនគេហៅតែម្សៅ barbecue ហ្នឹងឯងអ្នកដែលហៅអំបិលទេតែឈ្មោះវាត្រូវគឺអំបិល barbecue សម្រាប់លហុងយើងប៉ុណ្នេះលហុងយើងមកចំណិតយើងដាក់អំបិល barbecue ហ្នឹងប្រហែលជា1ស្លាបព្រាក៏បានឬក៏1ស្លាបព្រាកន្លះក៏បានដែរតែសម្រាប់ខ្ញុំដាក់1ស្លាបព្រាកន្លះគឺចូលជាតិគ្នាឆ្ងាញ់សាហាវតែម្ដងអ្នកទាំងអស់គ្នាអានេះបើសិនតែធ្វើវាបានរៀងស្អាតជាងនេះបន្តិចយើងចិត្តចំណិតវាបានស្អាតជាងនេះបន្តិចកាន់តែស្អាតកាន់តែល្អមើលមកតំណងមែនទែនមកធ្វើលក់ក៏បានដែរអ្នកទាំងគ្នាធ្វើលក់នៅតាមសាលារៀននេះដឹងតែលក់ដាច់ហ្មងឥឡូវខ្ញុំមកភ្លក់ឲ្យបងដល់គ្នាមើលតើរសជាតិឆ្ងាញ់តំណងគាត់អ្នកទាំងគ្នាស្នាដៃរបស់ប៉ាកូនបឺតធ្វើតំណងគាត់និយាយថារសជាតិវិញឲ្យអ៊ូយហ្មងអ្នកទាំងអស់គ្នារសជាតិឆ្ងាញ់មែនទែនបងឲ្យសាកធ្វើហូបបាននេះសាកធ្វើហូបលេងទៅក៏វាមិនអត់ប្រយោជន៍ដែរចែកដល់នេះអាចធ្វើបានអញ្ចឹងតំណងអញ្ចឹងអាចធ្វើលក់បានទៀតបងដល់គ្នាកុំគិតថាធំក្លិនលហុងអត់មានធំក្លិនលហុងអីសុំបីតែមិនទីហ្មងអត់មានក្លិនលហុងអីមិនទីសោះតែម្ដងគឺខ្ញុំធានាបងមិនជឿឲ្យសាកធ្វើតាមខ្ញុំបានខ្ញុំយកមកឲ្យម៉ែខ្ញុំភ្លក់ទៀតម៉ែខ្ញុំគាត់ថាឆ្ងាញ់ណាអ្នកទាំងគ្នានេះគឺជាអាហារសម្រន់ហូបលេងពេលយប់ជាអាហារសម្រន់យើងធ្វើហូបលេងពេលយប់ខ្ញុំឲ្យម៉ែខ្ញុំភ្លក់ខ្ញុំឲ្យបងខ្ញុំភ្លក់ឲ្យគាត់ថាឆ្ងាញ់អត់មានធំក្លិនលហុងអីតិចហ្មងថ្ងៃកន្លុកជាមួយនឹងអំបិល barbecue ក៏បានយើងអាចកន្លុកជាមួយនឹងអំបិលต้มយำក៏បានដែរអ្នកទាំងគ្នាធានាតែមានរសជាតិឆ្ងាញ់តែម្ដងនេះយប់ឡើងអត់ដឹងធ្វើអីហូបយប់ឡើងហេវធ្វើអញ្ចឹងអង្គុយហូបជុំគ្នាអង្គុយហូបនិយាយដើមគេងនិយាយថាឆ្ងាញ់ឲ្យជាតិមែនតើគ្រួសារខ្ញុំជាដើមយប់ឡើងមិនដឹងจะទិញឲ្យហូបណាទេដោយសារយើងនៅតាមស្រុកស្រែចំការចាក់មានអ្នកលក់ទេយប់ឡើងអញ្ចឹងហើយបើចង់ហូបអីពេលយប់មានតែធ្វើហូបខ្លួនឯងអញ្ចឹងហើយកុំគិតថាសល់ណាអត់មានសល់ទេអ្នកទាំងគ្នាឲ្យលីងមកអ្នកទាំងគ្នាម្នាក់ម៉ាត់ចាប់ឆ្ងាញ់ចោះឆ្ងាញ់ឡើងឆ្ងាញ់ចោះឆ្ងាញ់ឡើងអស់ហើយលីងអស់ខានកូនបឺតតែកូនបឺតខ្ញុំអត់ចេះហូបទេ